បាទថ្ងៃនេះផងដែរប្រជាក៏សូមប្រគិនបនទៅដល់ពុកម៉ែបងប្អូនទាំងអស់គ្នាដែលបានអូសឃើញវីដេអូប្រជាថ្ងៃនេះប្រជាក៏បានមកធ្វើចង្ហាន់លក់នៅក្នុងវត្តព្រះដាក់មកតាមរយៈហាងបោកល្ហុងម៉ាក់សេតេងដែលកើតមានទីតាំងលក់នៅផ្សារលើធំថ្មីណាបងប្អូនបាទលក់នៅជ្រុងផ្នែកខាងកើតបងប្អូនបាទនេះប្រជាមកតាមរយៈបងស្រីដែលកើតជាម្ចាស់ហាងបោកល្ហុងជាមួយក្រុមការងារកើតទាំងអស់គ្នានេះឯងក៏មកដល់បានរៀបចំធ្វើចង្ហាន់លក់មកព្រឹកនៅក្នុងវត្តព្រះដាក់ហើយមិនមែនបោកល្ហុងតែមួយមុខទេបងប្អូនបាទយើងមានសាច់អាំងយើងមាននំបញ្ចុកយើងមាននំប៉័ងហើយបញ្ជាពីរឿងបោកល្ហុងបងប្អូនតំណងឆ្ងាញ់ណាស់បងប្អូននេះដូចបងប្អូនឃើញស្រាប់ហើយនេះតំណងណាបងប្អូនមានគ្រឿងសមុទ្រទៀតបងប្អូនដល់ពេលវេលាក៏ដល់ថ្ងៃត្រង់ប្រគេនលក់ឆាន់ហើយក៏បងម៉ាក់សេតេងក៏គិតបោកឲ្យជនភេសជ្ជៈដែលគិតស្នាក់នៅក្នុងវត្តព្រះដាក់ណាបងប្អូនបាទហើយបានហូបគ្រប់គ្នាផងដែរបងប្អូនបាទនេះហើយប្រជាក៏សូមប្រគេនបនទៅដល់ពុកម៉ែបងប្អូនទាំងអស់គ្នាដែលបានអូសឃើញវីដេអូនេះទាំងអស់គ្នាណាប្រជាក៏សូមអរគុណហើយអរគុណទៅដល់ម៉ាក់សេតេងដែលជាម្ចាស់បោកល្ហុងដែលលក់នៅផ្សារលើផងអរគុណចាជំរាបសួរណាអូនប្រក់មួយសិនតអូនអរគុណហើយនិយាយច្រើនណាស់បងប្អូនហើយបងរងសាខាទី2ម៉ាក់សេតេងជានៅសាលើថ្មីអ្នកលក់2អ្នកអត់ទាន់មើលតដៃឲ្យស្វាញ់វិញមួយមើលនេះអូមើលអ្នកលក់ញ៉ែអ្នកលក់មុខអ្នកលក់បងរងសាខាទី2ចូលជួយចាំច្រើនណាស់បងប្អូនចាចាំបងរងខ្មែរបងរងម៉ាក់សេតេងសាធំថ្មីមានបុកចង់បុកពោតបុកកំពាំងបុកមីនេះក៏មានគ្រប់មុខបងកំពាំងព្រៃក៏មានដែរណា